ตอบเวียตุจ้ะตอบไปตุจะให้ตอบเมาส์ว้าวบาบองปอนថ្ងៃនេះចេញដំណើរទៅទៀតហើយថ្ងៃនេះគឺធ្វើដំណើរទៅរកមើលព្រឹសថ្នោតទុំបងប្អូនគឺថាថ្នោតទុំច្រើនណាស់បងប្អូនអើយនៅម្ដុំនេះខែនេះសម្បូរមកបងប្អូនសម្បូរណាស់ថ្នោតទុំហើយថ្នោតទុំហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនធ្វើនំអាកោធ្វើចំហួយធ្វើសារាយហើយនឹងធ្វើនំប្រភេទប៊ិចនំជាមួយអង្ករអូបានច្រើនណាស់ថ្នោតនេះបាទតែថ្ងៃនេះគឺចាំមើលតើខ្ញុំយកផ្លែថ្នោតទុំនោះទៅធ្វើអ្វីបាទចាំតាមដានបន្តទៀតណាបងប្អូនបាទឥឡូវគឺយើងចូលមកដល់តំបន់ថ្នោតច្រើននេះហើយបងប្អូនបាទប៉ុន្តែរៀងផ្លូវរៀងចោតដែរបងប្អូនផ្លូវចុះទៅហ្នឹងបាទខ្ញុំស្រីវតែនឹងបាសកតុយតេះក្រោយហ្នឹងបងប្អូននេះមើលគឺវារៀងចោតតិចដែរបាទបងប្អូនតែខ្ញុំមានគ្នាជួយដែរតែគាត់ថាយើងចង់ព្យាយាមសាកធ្វើខ្លួនឯងមើលអញ្ចឹងបងប្អូនហើយយើងក៏ចូលមកដល់ហើយបងប្អូននេះមើលអាដើមមុខនេះអត់សូវមានទេបងមានអាដើមខាងក្នុងបាទខាងមុខប្រហែលជាវាដើមឈ្មោលបងប្អូនវាឈ្មោលនៅខាងមុខនេះហើយកន្លែងនេះមានមើលទៅមានកន្លែងប្លង់បបកត្រីបងចូលចិត្តបកត្រីអីត្រូវឯនេះម្ដុំនេះស្ងាត់ហើយមើលទៅតដងបាទហើយខ្ញុំសម្លឹងរមើលថ្នោតទុំឲ្យជុំវិញហ្នឹងបាទខាងមុខនេះមិនសូវមានទេតែមានដែរស្អុយហ្នឹងវាធ្លាក់យូរបងប្អូនហើយខ្លះទៅក៏សัตว์ស៊ីបងប្អូនខ្លះសัตว์ស៊ីសัตว์ចូលចិត្តណាបាទហើយយើងប្រើការយកតាណាថ្មីបងប្អូនបាទបងប្អូននៅខាងលើនេះដើមថ្នោតនេះគឺវានេះបងប្អូនមើលឃើញមានផ្លែណាផ្លែតិចខ្ញុំស៊ូមឲ្យបងប្អូនមើលចិត្តបាទព្រោះឲ្យវាផ្លែច្រើនបាទខ្លះទៅក៏ឈ្មោលខ្លះក៏ញីអញ្ចឹងណាបងប្អូនតែដើមថ្នោតនេះក៏មុនច្រើនជាងនឹងណាបងប្អូនប៉ុន្តែគាត់គេកាប់អស់ខ្លះទៅអាខ្លះទៅក៏វាមកដើមមកអីខ្លះអញ្ចឹងបងប្អូនបាទនេះសើស្អុយឯងតិចដល់កន្លែងល្អបងប្អូនបាទហើយតិចទៀតក៏ខ្ញុំដាក់សំឡេងធម្មជាតិឲ្យបងប្អូនស្ដាប់តែម្ដងបាទដោយសារនៅចិត្តផ្លូវនេះខ្ញុំឡានម៉ូតូច្រើនពេកបងប្អូនអញ្ចឹងក៏ខ្ញុំបញ្ចូលសំឡេងឲ្យបងប្អូនបានស្ដាប់វិញបាទអញ្ចឹងណាតិចទៀតបងប្អូននឹងឮសំឡេងព្រៃប្រោហើយខ្ញុំដើរចូលទៅក្នុងដុកក្នុងព្រៃហ្នឹងបងប្អូនបាទឥឡូវកំពុងតែធ្វើដំណើរទៅនេះចាំបងប្អូនតាមដានមើលទាំងអស់គ្នាបាទខ្ញុំកន្លែងនេះប្លង់នេះខ្ញុំបានបញ្ចូលសំឡេងបងប្អូនដោយសារឆ្ងាយពីផ្លូវណាឆ្ងាយពីផ្លូវអញ្ចឹងយើងឮសំឡេងបែបធម្មជាតិតើបងប្អូនបានស្ដាប់សំឡេងនៃធម្មជាតិខ្លះអញ្ចឹងបងប្អូនបាទនេះមើលបងប្អូននេះឃើញទេថ្នោតទុំនៅលើដើមនេះសម្បូរវាមានទុំខ្លះហើយមានចាស់ខ្លះបាទប៉ុន្តែចិត្តទុំគឺទុំធ្លាក់មកច្រើនបងប្អូនធ្លាក់មកនៅក្រោមដើមបដើហើយបងប្អូននេះបងប្អូនដល់ប្លង់សាក់ផ្លែថ្នោតទុំសម្បូរណាបាទម្ដុំខែ7ខែ8សម្បូរបងប្អូនថ្នោតទុំធ្វើនំធ្វើអីផ្សេងបងប្អូនត្រូវកាយដើររើសមិនខ្វះទេបងប្អូនបាទនេះដល់ប្លង់បងប្អូនហើយខ្ញុំក៏ឲ្យបងប្អូនស្ដាប់សំឡេងធម្មជាតិត្រឹមហ្នឹងបងប្អូនបានមួយហ្នឹងបងទេថ្មីលាក់ហ្នឹងខ្លាច់ខ្នោតធ្លាក់ស្រាយនេះសិនអីទៅថ្មីចានេះធ្លាក់ចិត្តគ្នាឡប់នេះទៀតអូអានេះថ្មីអានេះល្អបណ្ដោយនេះល្អថ្មីជ្រើងហ្មងមើលមកធ្លាក់មកទៅដៃឯងធ្ងន់គួរសមខាងនោះទៀតបងប្អូនខាងនោះច្រើនបាទយើងដែរអូនេះមួយទៀតអូនេះមានសัตว์ចូលនេះបើហែកមើលមួយ
បងប្អូនចូលមើលហើយអានេះវាសាច់ចូលបងប្អូនអូឈ្ងុយហ្នឹងណាតែមានសាច់ដែលយើងអត់យកទេអានេះវាធ្លាក់យូរហើយធ្លាក់យូរយើងយកឯងនោះក្នុងនឹងចេះតិចត្រង់បងអូនេះក៏ល្អដែរនេះអានេះស្អាតចាស់បណ្ដោយនេះអូនេះស្អាតចាស់បាទយើងបានមួយទៀតហើយបាទនេះគ្រប់ហើយបងប្អូនអីយ៉ាអានេះពណ៌ល្អល្អម្ដងបងនេះបណ្ដោយមើលសាច់នេះសាច់ចូលសាច់ចូលទីវ៉ាអានេះគេវាយបងប្អូនខ្ញុំនឹងនេះណាថ្នោតនេះណាអូបើយជ្រុះសិនណាចាំរើដាក់វិញមុននេះហើយទុំនេះខ្ញុំនឹងយកខ្ញុំនឹងយកថ្នោតទុំនេះទៅធ្វើថ្នោតទុំទេបងប្អូនយើងធ្វើនំក៏បានធ្វើចំហួយក៏បានធ្វើសារាយក៏បានធ្វើអាកោក៏បានហើយនឹងយើងហូបមិនទៀតសាច់វានឹងយកទៅចំអិនយកស្លអត់កើតទេណាស្លបានតែខ្ចីបងប្អូនមកខ្ចីស្លឆ្ងាញ់ហ្មងប៉ុន្តែខ្ញុំនេះខ្ញុំគិតថាយកវាទៅលាងសម្អាតឲ្យស្អាតនេះល្អអញ្ចឹងបងប្អូននេះអត់មានសត្វមានអីទេនេះវាចេះធ្លាក់មកនៅមានសបកចេះធ្លាក់មកនៅមានក្របចេះសត្វវាអត់ងាយចូលទេបាទតែបើធ្លាក់មកចង្អោចេះចូលលឿនហ្មងអញ្ចឹងយើងយកតែល្អនេះបាទយកល្អនេះខ្ញុំយកទៅធ្វើចំហួយបាទយកទៅធ្វើចំហួយនេះដើម្បីបងប្អូនដើម្បីយើងយកសាច់វាយើងយកវាយតប់ទេតែយើងតប់ចឹងណាតប់វាទូចឹងតប់ឲ្យទូចឹងហើយតប់មកយើងយកទៅរុះជាមួយកញ្ច្រែងនេះយកសាច់ទៅយើងយកទៅចម្រោះអាជាតិចត់ចឹងណាបងប្អូនហើយយើងយកទៅធ្វើចំហួយហាត់ឈ្ងុយបងនេះឈ្ងុយតែអ្នកយកណាអ្នកយកឯងចោលហេបាទអូនេះចាណារុកព្រៃរុកដប់បងប្អូនអើយណាគេកាប់ដើមនេះចោលយើងបានប៉ុណ្ណេះឥឡូវយើងយកទៅធ្វើចំហួយគេធ្វើចំហួយដងអានេះខ្ញុំធ្វើចំហួយថ្នោតបាទធ្វើចំហួយថ្នោតបានច្រើនដែរបងប្អូនតែមិនមានទៀតតែខ្ញុំត្រូវការតែប៉ុណ្្នឹងឯងបាទតែវីដេអូយើងបន្តទៅមុខទៀតបាទឥឡូវនេះខ្ញុំនឹងទៅផ្ទះវិញហើយនឹងយើងចាប់ផ្ដើមធ្វើយកទៅធ្វើចំហួយតោះបាទមកដល់ផ្ទះភ្លាមក៏ចាប់ផ្ដើមលាងសម្អាតវាបងប្អូនដាក់ចូលទឹកយើងលាងសម្អាតដើម្បីបកសបកវាហើយដើម្បីយើងយកទៅរុះជាមួយនឹងកញ្ច្រែងបងប្អូនរុះជាមួយកញ្ច្រែងខ្ញុំមិនសូវចេះធ្វើបងប្អូនធ្វើតាមការគិតទេបងប្អូននឹកឃើញមិនធ្វើអញ្ចឹងហីបាទហើយចាំមើលតើហូបបានអត់បងប្អូនថាมันបញ្ចូលសំឡេងទេឲ្យបងប្អូនស្ដាប់បែបធម្មជាតិប៉ុន្តែនៅចិត្តខ្ញុំនេះគេមានចាក់ភ្លេងចាក់អីលៀងអញ្ចឹងខ្លាចវាជាប់សំឡេងភ្លេងគេបញ្ចូលអញ្ចឹងបងប្អូនអញ្ចឹងយើងបញ្ចូលសំឡេងខ្លាចអញ្ចឹងបងប្អូនហ្នឹងហើយខ្ញុំលាងសម្អាតបានប្រហែលទឹកដែរបងប្អូនយើងសម្អាតវាស្អាតក្លូវាធ្លាក់មកចំអាចគោអាចកបីអីចឹងចឹងហើយយើងលាងសម្អាតហើយយើងបកសបកវាបងប្អូនដើម្បីយកសាច់យកមកធ្វើអ្វីដែលយើងចង់ធ្វើដូចជាចំហួយធ្វើនំអីចឹងបងប្អូនបាទហើយបងប្អូនតាមដានទស្សនាវីដេអូខ្ញុំដូចជាបងប្អូនខ្លះក៏អត់ទាន់បាន
ចុច subscribe បងប្អូនអាចជួយចុច subscribe ខ្ញុំម្នាក់មួយដើម្បីឲ្យ channel ខ្ញុំឆាប់គ្រប់subscribe ចឹងបងប្អូនព្រោះនៅតិចនៅឡើយបងប្អូនខ្ញុំទឹមចាប់ដើមធ្វើឲ្យ channel ថ្មីនេះបាទបងប្អូនឥឡូវយើងចាប់ដើមបកសបបងប្អូននេះយ៉ាឃើញទេបកដល់តំណងពណ៌ឡើងលឿងស្អាតហ្មងបងប្អូនបាទថ្នោតឲ្យឈ្ងុយបងប្អូនឈ្ងុយសំបីអាសัตว์រុយក៏វាប៉ែតតៃបងប្អូនអើយនេះថ្ងៃនេះយើងធ្វើប្រយ័ត្នសម្អាតអីចឹងទៅដើម្បីឲ្យអនាម័យបាទហើយខ្ញុំក៏ប្រើទឹកស្អាតដែរបងប្អូនទឹកស្អាតទឹកយើងដាំពុះយើងយកបន្ទុកយើងអត់ប្រើទឹកម្ដងឬក៏ទឹកយើងមិនស្អាតទេណាបងប្អូនព្រោះយើងធ្វើអត់បានយកទៅនេះទេទៅកូរទឹកទៅអីទេណានេះយើងធ្វើច្បាច់យើងយកទឹកវាលាយជាមួយកបោដើម្បីធ្វើចំហួយហ្មងបងប្អូននេះមើលហែកមកឃើញទេបាទសាច់ថ្នោតនេះបាទខ្ញុំតាប់វាយើងតាប់ចឹងដើម្បីឲ្យវារៀងនេះបន្តិចមកបាទឬក៏យើងដាក់ត្រាំទឹកអ្នកខ្លះក៏ដាក់ត្រាំទឹកច្បាច់ជាមួយទឹកហើយយកទឹកហ្នឹងយកមកប្រើក៏បានដែរបងប្អូនបាទអានោះលឿនតែខ្ញុំធ្វើនេះរៀងយូរតិចបងប្អូនអីទេសម្រាប់បងប្អូនតាមដានវីដេអូអីនៅក្នុង channel គឺខ្ញុំផុសវីដេអូវែងៗណាបងប្អូនបាទនេះយើងចាប់ដើមខាត់វាឲ្យវាមានអាសាច់ខាងក្នុងបងប្អូនបាទសាច់តែពិតយកធ្វើនំធ្វើអីបានសាច់នេះប៉ុន្តែបានយកសាច់ខ្ញុំយកអាជាតិថ្នោតបងប្អូនយើងតិចយើងចម្រោះយកទឹកវាបាទហ្នឹងហើយយើងវាយូរដែរមួយថ្ងៃពេញយើងដើររកថ្នោតរកអីផងប៉ុន្តែដើរលេងផងបងប្អូនដើរលេងទៅនេះទៅនោះផងអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងវាកំសាន្តអារម្មណ៍ផងយើងបានរើសថ្នោតរកអីយកមកធ្វើចំហុយធ្វើអីនឹងផងបងប្អូនហើយចាំមើលបន្តិចទៀតរួចហ្នឹងបងប្អូនតើយើងអាចហូបបានឬយ៉ាងណានៅក្នុងវីដេអូហ្នឹងនឹងបង្ហាញជូនបងប្អូនបាទហើយវែងឆ្ងាយបន្តិចបងប្អូនដោយសារតែខ្ញុំដាក់នៅក្នុង YouTube ខ្ញុំផុសវីដេអូវែងៗអញ្ចឹងបងប្អូនបាទដោយនៅក្នុង Facebook ឬ TikTok ខ្ញុំដាក់ខ្លីៗហើយវាអត់សូវពេញអត្ថន័យផងខ្ញុំបាទខ្ញុំចង់កាត់អីទេតែបងប្អូនតាមដានបងប្អូនមើលទៅសំសានអារម្មណ៍អញ្ចឹងបាទហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដូចជាគ្រប់ចំនួនណាបងប្អូនបាទថ្នោតនៅសល់ខ្លះផងប៉ុន្តែខ្ញុំធ្វើមកល្មមដែលខ្ញុំចង់ធ្វើហូបអញ្ចឹងគីឡូសល់ថ្នោតយើងធ្វើនំធ្វើអីបានផ្សេងទៀតណាបងប្អូននេះមើលសាច់ថ្នោតបងប្អូននេះនឹងលឿងបងប្អូនបាទថ្នោតនេះបើសិនតែយើងនេះអញ្ចឹងយើងហូបក៏ហូបបានដែរតែគាត់នៅវាខាងបងប្អូនបើសិនតែយើងហូបទាំងអញ្ចឹងគេយកទៅធ្វើនំធ្វើអីគេយកទៅសម្រាប់នេះខ្ញុំដាក់កបោសបងប្អូនកបោសបាទរួយវាឈ្ងុយវាហើមករណាបងប្អូនយើងដាក់កបោសនឹងតិចទៅបាទតែបងប្អូនមានវិធីធ្វើបែបណាទៀតជួយខមមិនប្រាប់ផងខ្ញុំអត់សូវចេះធ្វើដែរបងប្អូនខ្ញុំលើកទី1ផងខ្ញុំនេះបាទដល់អញ្ចឹងមើលគេធ្វើសិនចាំធ្វើតែនេះធ្វើដោយនេះហ្មងបានមើលគេធ្វើទេបាទខ្ញុំដាក់ទឹកស្អាតទឹកយើងដាំពុះតែយើងទុកឲ្យត្រជាក់បងប្អូនបាទដាំពុះទុកឲ្យត្រជាក់ហើយយើងចាប់ផ្ដើមលាយកបោហ្នឹងមកបាទកបោយកល្អបងប្អូនដាក់ត្រាំកូរទឹកផ្សេងហើយចាំដាក់ចូលល្អប៉ុន្តែនេះខ្ញុំដាក់អញ្ចឹងកូរយកបដ ாய் បងប្អូនដាក់ពេលនោះដាក់ដូចចង់ដូចភ្លេចខ្លួនដែរដាក់ចូលពឹបហើយអានេះតធ្វើលឿនបងប្អូនអញ្ចឹងទេតែកបោវាកាច់ទៅវាឆាប់កើតចំហុយលឿនណាបាទបើយើងធ្វើយឺតអត់លាស់ខ្លួនកក់ស្ញាញ់នឹងឯងបងប្អូនកបោសាច់ថ្នោតសាច់អីកក់នៅក្នុងនឹងឯងអញ្ចឹងខ្ញុំកោពប៉ាប់លឿនហ្នឹងវាទាំងអត់តន់ពេកបងប្អូនបាទហើយធ្វើឲ្យភ្លាមហ្នឹងរវល់បងប្អូននៅភ្លៀងផងអីផងអញ្ចឹងយើងរត់នេះដាក់ទឹកនេះយើងដាក់ខ្ញុំដាក់ខ្ទិះដូងបងប្អូនខ្ទិះដូងដាក់ខ្ទិះដូងហើយនឹងស្ករត្នោតមិញណាខ្ទិះដូងស្ករត្នោតភ្លេចប្រាប់បងប្អូនបាទហ្នឹងហើយតែប៉ុណ្្នឹងទេបាទគ្រឿងក្រៅបាទហើយខ្ញុំចម្រត់វាមកដាក់ក្នុងកណាត់ស្អាតហើយចង់អត់តន់ទេចិត្តកកបងប្អូនឃើញទេចង់កកបាត់ហើយបាទហើយខ្ញុំចាប់ផ្ដើមពូតយកទឹកថ្លាបងប្អូនខ្ញុំយកទឹកថ្លាដើម្បីយកទៅធ្វើចំហួយនេះជ្រោយនេះឃើញទេបងប្អូននេះបាទហើយយើងចាប់ផ្ដើមនេះបានច្រើនហើយទឹកវាមកថ្លាពណ៌ស្អាតអត់មានក្រិចទេបងប្អូនហើយយើងធ្វើពាក់ស្រោមដៃដែរតែពេលខ្ញុំបោកថ្នោតហ្នឹងកាន់ស្រោមពាក់ស្រោមដៃវាល្អិលអញ្ចឹងយើងនឹងដៃតែយើងលាងដៃស្អាតបាទហើយមេឃក៏ចាប់ផ្ដើមល្ងឹតបងប្អូនចាំមើលអាវីដេអូខ្ញុំឡើងនេះល្ងឹតហើយចាប់ផ្ដើមមេឃមកហើយនេះឃើញទេនេះចាប់ផ្ដើមមេឃមកហើយបាទបន្ទាប់មកក៏ខ្ញុំយកមកក្នុងកន្លែងនេះខ្ញុំដើម្បីដាក់ក្របតុកបាទក្របតុកថាកន្លះម៉ោងបាទហើយមានបានកន្លះម៉ោងអីបងប្អូនតតែមកយប់បើយើងឥឡូវតែក្របមេឃចាប់ផ្ដើមមកប្រាវបដ ாய் រត់ទៅសារនេះសារនោះអញ្ចឹងបងប្អូនហើយអញ្ចឹងទៅក៏ឈានមកដល់ថ្ងៃថ្មីបាទបងប្អូននេះឥឡូវយើងមកសាកល្បងបាទយើងធ្វើតាំងពីម្សិលមិញបងប្អូនអារវល់តែភ្លៀងទៅក៏យកដាក់ទូទឹកកកសិនបងប្អូនឥឡូវនេះចង់កើតក្រែមនេះបងប្អូននេះជួយមើលនេះ
ô đỏ cò đi cắt cà rê mẹ bố ơi wow cà rê mà tay chích nhanh ai dương vô lên cho đến tại vì mình nữa anh ấy cho cà rê thằng nào nè cắt cà rê ơi nhanh mền nhanh khoẳng ở nước man nè ngán những bộ nước ngán nhá nè cá không prăng mà ngay pính ban lật tập bên này ai mà bôn bà là thọ ban bên này ai ở con một ôn sầm rạp taตามด้านทุสนาบิดโอบิดได้มาหดชอบบ่าเอาคนให้เอาคนมาป้อนสำหรับการ subscribe ใน channel เราบอกยมบ่าวิดีโอนี้ยมพอในขนม channel สุขนา moving มาป้อนอ่านโจทย์ทุสนาบิดโอเซนติดบ้านมาป้อนนะเอาคนมา